ជម្រាបសួរអ្នកស្ដាយអ្នកនាងសូមស្វាគមន៍មកកាន់ Army Talk Episode ទី5ហើយថ្ងៃនេះដែរយើងនឹងជួបជាមួយនឹងវាគ្មិនរបស់យើងដ៏ពិសេសមួយរូបដែលគាត់គឺជានិស្សិតដែលកំពុងតែសិក្សាកម្រិតឧត្តមសិក្សាឬក៏សិក្សានៅសាកលវិទ្យាល័យហើយក៏ជានិស្សិតដែលបានសិក្សាភាសាបារាំងក្នុងជំនួស Army របស់យើងផងដែរហើយថ្ងៃនេះដែរយើងនឹងជជែកគ្នាអំពីប្រធានបទមួយទៅលើការសិក្សានៅសាកលវិទ្យាល័យនិងសារៈប្រយោជន៍នៃការសិក្សាភាសាបរទេសផងដែរចឹងដើម្បីកុំឲ្យខាត់ពេលវេលាយូរយើងនឹងជួបជាមួយនឹងគាត់ទាំងអស់គ្នាជម្រាបសួរ Michelle អូខេសួស្ដីដែរទេ Michelle អូខេចឹងសូមបងជួយណែនាំខ្លួនទៅកាន់ទស្សនិកជនរបស់យើង ចាសួស្ដីអ្នកនរគ្នាខ្ញុំឈ្មោះសុកចានីតាហើយបច្ចុប្បន្នខ្ញុំគឺជានិស្សិតឆ្នាំទី3នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាហើយជំនាញដែលខ្ញុំរៀនគឺវិស្វកម្មគីមីដែលគេហៅថា Food and Chemical Engineering អូខេចឹងបងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឬក៏ដែលសិស្សទូទៅតែស្គាល់ថាជាសាលា Techno ហើយសាលា Techno គឺជាសាលាដ៏ល្បីមួយផងដែរទៅលើផ្នែកវិស្វកម្មហើយបើតាមខ្ញុំដឹងសាលានៅ Techno គេសិក្សាចំនួន5ឆ្នាំដែលឆ្នាំទី1និងឆ្នាំទី2គេហៅថាឆ្នាំមូលដ្ឋានហើយចាប់ពីឆ្នាំទី3ដល់ឆ្នាំទី5គឺជាឆ្នាំដែលគេសិក្សាទៅលើជំនាញគោលតែម្ដងអូខេចឹងបើគិតទៅបងមានបទពិសោធន៍ទៅលើការសិក្សាជំនាញនេះរៀង3ឆ្នាំដែរចឹងបងច្បាស់ជាមានបទពិសោធន៍ច្រើនទៅលើការសិក្សាកន្លងមកចឹងខ្ញុំចង់សួរបងថាការសិក្សាកន្លងមកតើបងមានផលវិបាកដែរឬទេមានផលវិបាកតិចតួចខ្លះដែរទៅលើមុខវិជ្ជាផ្សេងៗគឺត្រូវការកត់វិភាគច្រើនហើយដោះស្រាយលំហាត់ច្រើនដូចជាលំហាត់រូបវិទ្យាឬក៏គណិតវិទ្យាគឺមានផលវិបាកដែរអូចឹងការសិក្សាគីមីចំណីអាហារសម្រាប់ឆ្នាំទី1ទី2យើងមានផ្ដោតទៅលើគីមីតែមុខទេគឺយើងសិក្សាទៅលើមុខវិជ្ជាផ្សេងៗទៀតដែរមានគណិតមានរូបដែលច្បាស់ណាស់ថាការសិក្សាវិស្វកម្មមុខវិជ្ជាទាំងអស់នេះគឺមានភាពស្មុគស្មាញនិងពិបាកខ្ញុំជឿថាអញ្ចឹងព្រោះថាមានសិស្ស Techno ដែលខ្ញុំស្គាល់ក៏គាត់តែងថាមុខវិជ្ជានោះរៀនពិបាកតិចផងដែរគេអញ្ចឹងការសិក្សាជំនាញគីមីចំណីអាហារនេះមានផលវិបាកខ្លះដែរប៉ុន្តែវាជាជំនាញដែលបងស្រឡាញ់អញ្ចឹងបងអាចប្រាប់ខ្ញុំបានទេថាហេតុអ្វីបានជាបងជ្រើសរើសជំនាញហ្នឹងដោយសារតែខ្ញុំចាប់អារម្មណ៍ទៅលើវិទ្យាសាស្ត្រគីមីហើយនឹងដំណើរការផលិតកម្មក្នុងឧស្សាហកម្មហើយខ្ញុំជឿថាជំនាញនេះក៏អាចផ្ដល់ឱកាសការងារល្អហើយនឹងអភិវឌ្ឍផ្នែកឧស្សាហកម្មក្នុងកម្ពុជានៅពេលអនាគតដែរអូខេត្រង់ចំណុចនេះគឺពិតជាល្អមែនទេហើយបើតាមខ្ញុំដឹងក្នុង department របស់អូនហ្នឹងគឺបែងចែកជាពីរទៀតគឺគីមីចំណីអាហារនិងគីមីឧស្សាហកម្មបើសម្រាប់អូនផ្ទាល់អូនឆ្លាញ់ខាងផ្នែកមួយណាជាងខ្ញុំឆ្លាញ់ផ្នែកគីមីឧស្សាហកម្មជាងអូខេល្អហ្នឹងហើយដោយសារផ្នែកឧស្សាហកម្មប្រទេសកម្ពុជាយើងកំពុងតែរីកដុះដាលផងដែរចាអូខេអញ្ចឹងកាលពីការសិក្សាជំនាញគីមីចំណីអាហារនៅ Techno ហ្នឹងសម្រាប់ភាសាបរទេសបងសិក្សាភាសាណាខ្លះដែរក្រៅពីសិក្សានៅ Techno ខ្ញុំក៏បានសិក្សាភាសាបរទេសចំនួន2គឺភាសាអង់គ្លេសនិងភាសាបារាំងផងដែរអូខេហើយបងគិតថាភាសាទាំងពីរហ្នឹងវាដើរតួយ៉ាងណាដែរនៅក្នុងការសិក្សាជំនាញរបស់បងនៅសាកលវិទ្យាល័យសម្រាប់ខ្ញុំគឺភាសាទាំងពីរហ្នឹងគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ព្រោះអីដូចជាភាសាអង់គ្លេសសម្រាប់ឯកសារសម្រាប់សៀវភៅឬការស្រាវជ្រាវទាំងអស់គឺតាក់ទងនឹងភាសាអង់គ្លេសហើយចំណែកភាសាបារាំងដោយសារតែខ្ញុំរៀននៅ Techno គឺឯកសារអីទាំងការប្រឡងអីគឺតាក់ទងនឹងភាសាបារាំងអញ្ចឹងការចេះភាសាទាំងហ្នឹងក៏ជួយឲ្យយើងមានឱកាសអាហារូបករណ៍ឬក៏ផ្ដល់ឱកាសការងារផ្សេងល្អផ្សេងទៀតផងដែរហើយការរៀនភាសាទាំងអស់ហ្នឹងក៏ជួយឲ្យយើងមានទំនាក់ទំនងពីប្រទេសផ្សេងទៀតឲ្យកាន់តែងាយស្រួលផងដែរអូខេអញ្ចឹងដូចបងបានលើកឡើងមុននេះអញ្ចឹងទាំងមេរៀនទាំងលំហាត់ទាំង assignment ទាំងការប្រឡងគឺជាវិញ្ញាសាបរទេសទាំងអស់ហើយបើតាមខ្ញុំដឹងដូចជាតាមមុខវិជ្ជាទៀតដូចជាមុខវិជ្ជារូបគេប្រើភាសាបារាំងទៅហើយមុខវិជ្ជាគណិតគេប្រើភាសាអង់គ្លេសប៉ុន្តែសិក្សាសម្រាប់ឆ្នាំមូលដ្ឋានដំបូងជំនាញដំបូងក៏ដូចជាភាសាខ្មែរយើងផងដែរក៏គេអត់ចោលផងដែរអញ្ចឹងយើងឃើញថាវាពិតជាមានសារៈសំខាន់មែនទែនបើសិនជាយើងអត់ចេះភាសាទាំងពីរហ្នឹងទេគឺយើងមិនអាចទៅអានឯកសារនឹងដៃយើងអាចយកមេរៀនបានទេវាមានផលពិបាកយើងច្រើនមែនទែនអញ្ចឹងដូចបងបានលើកឡើងអញ្ចឹងយើងឃើញថាភាសាបរទេសទាំងបារាំងទាំងអង់គ្លេសនេះគឺពិតជាដើរតួនាទីសំខាន់មែនទែនក្នុងការសិក្សានៅសាកលវិទ្យាល័យទៅលើជំនាញដែលបងកំពុងតែសិក្សាក៏ដូចជាវាមានសារៈប្រយោជន៍ទៅលើអនាគតការងារនិងការដាក់ហារូបករណ៍ផ្សេងៗផងដែរក្នុងការចាប់ឱកាសបន្តអភិវឌ្ឍខ្លួនឯងបន្តទៀតហើយបើសម្រាប់ខ្ញុំវិញភាសាទាំងពីរហ្នឹងក៏ដើរតួសំខាន់ផងដែរទាំងបារាំងទាំងអង់គ្លេសគឺវាជាការងាររបស់ខ្ញុំហ្មងមិនថាការងារគោលឬក៏ការងារក្រៅម៉ោងឬការងារបន្តបន្សំសម្រាប់ខ្ញុំភាសាទាំងពីរហ្នឹងគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ជីវិតខ្ញុំផងដែរអញ្ចឹងបើបកទៅកាន់បងវិញតើការសិក្សាភាសាបារាំងនិងភាសាអង់គ្លេសសម្រាប់បងមានផលបាក់យ៉ាងណាដែរសម្រាប់ភាសាបរទេសទាំងអស់ហ្នឹងគឺត្រូវការពេលវេលានិងការអនុវត្តជាប្រចាំជាមួយអ្នកដទៃហើយសម្រាប់ផ្នែកដែលខ្ញុំគិតថាពិបាកហ្នឹងគឺការនិយាយនិងការស្ដាប់ព្រោះវាទាមទារឲ្យយើងតែមានការយកចិត្តទុកដាក់និងគ្រាដែលបានច្រើនហើយទាមទារឲ្យយើងអនុវត្តជាមួយអ្នកដទៃឲ្យបានញឹកញាប់ផងដែរអូខេអញ្ចឹងអាហ្នឹងគឺភាសាបរទេសនិយាយទៅបារាំងនិងអង់គ្លេសការពិបាកគឺមិនសូវខុសគ្នាទេព្រោះថាការរៀនភាសាមួយភាសាណាក៏ភាសាណាដែរវាតែងតែមានផលបាក់រៀងៗខ្លួនអញ្ចឹងដូចយើងដឹងអញ្ចឹងក្នុងភាសាមួយគឺវាបែងចែកជំនាញធំចំនួន4
បើភាសាអង់គ្លេសគេហៅថា macro skill បើបារាំងគេហៅថា carte compétence ហ្នឹងហើយដែលហ្នឹងវាមានជំនាញដូចជាស្ដាប់និយាយអានសរសេរតែហ្នឹងគឺជាជំនាញធំៗទាំង4ប៉ុន្តែក្រៅពីនឹងទៀតដែរវាក៏មានជំនាញតូចៗផ្សេងទៀតដូចជា grammar ឬក៏ grammar ហើយក៏ដូចជាជំនាញទៅលើការបញ្ចេញសំឡេងហៅថា pronunciation ហើយនឹងផ្សេងទៀតផងដែរអញ្ចឹងចិត្តខ្លះអាចនឹងពិបាកទៅលើជំនាញណាមួយយ៉ាងទៅប៉ុន្តែសម្រាប់ភាសាបើសិនជាយើងរៀនវាបានច្រើនយើងហាត់ច្រើនវានឹងការបន្ថយការពិបាកដែរជាពិសេសបើសិនជាយើងរៀនកម្រិតដំបូងវាច្បាស់ជាមានផលបាក់ច្រើនចា៎ហ្នឹងហើយប៉ុន្តែបើយើងឆ្លងកាត់ដំណាក់កាលដំបូងហ្នឹងហើយអា step ទី1ហ្នឹងហើយយើងនឹងចាប់ដើមឃើញពីសារៈប្រយោជន៍របស់វានឹងឈានទៅម្ដងមួយជំហានហើយអូខេដូចបងមកលើកឡើងអញ្ចឹងថាការសិក្សាភាសាបរទេសទាំងហ្នឹងក៏មានផលបាក់មួយចំនួនផងដែរអញ្ចឹងបើផ្អែកតាមបទពិសោធន៍របស់បងផ្ទាល់តើបងមានវិធីសាស្ត្របែបណាក្នុងការដោះស្រាយភាពពិបាកទាំងហ្នឹងសម្រាប់ខ្ញុំដើម្បីដោះស្រាយបញ្ហាទាំងនេះខ្ញុំបានរៀបចំកម្មវិធីសិក្សាជា schedule នោះឲ្យបានច្បាស់លាស់សម្រាប់ភាសានីមួយៗហើយព្យាយាមអនុវត្តការអានការស្ដាប់និងការនិយាយជាប្រចាំហើយដូចយើងដឹងចឹងថាសម័យនេះគឺជាសម័យយើងអាចប្រើប្រាស់ទូរស័ព្ទដូចជាសម័យ AI នឹងឯងយើងអាច search មើលឲ្យកន្លែងដែលយើងអត់យល់ឬក៏ translate អីបានអញ្ចឹងវាពិតជាងាយស្រួលខ្លាំងមែនតើហើយយើងព្យាយាមអនុវត្តភាសាទាំងហ្នឹងជាប្រចាំទៅយើងនឹងទទួលបានលទ្ធផលល្អក៏ដែរអូខេល្អមែនទែនសម្រាប់ដំណោះស្រាយមួយនេះព្រោះដូចយើងដឹងចឹងសម័យសប្តាហ៍ថ្ងៃជាសម័យដែលរីកចម្រើនយើងមានវិធីសាស្ត្រច្រើនក្នុងការពង្រឹងទៅលើការសិក្សារៀនសូត្ររបស់យើងក្រៅពីការសិក្សានៅក្នុងថ្នាក់សិក្សានៅសាលាយើងអាចសិក្សាបន្ថែមដល់ខ្លួនឯងដែលហៅថា self study ដែលយើងអាចសិក្សាតាមរបៀបផ្សេងជាពិសេសគឺយកហៅថាបច្ចេកវិទ្យាឬក៏អ៊ីនធឺណិតឬក៏ AI ផ្សេងមកពង្រឹងមកស្រាវជ្រាវមកវឹកហាត់អីបន្ថែមទៀតដើម្បីពង្រឹងការសិក្សាភាសាបរទេសរបស់យើងឲ្យកាន់តែរីកចម្រើននិងល្អទៅមួយកម្រិតទៀតផងដែរអូខេបើផ្អែកមកលើបងផ្ទាល់បងក៏ជាអ្នកសិក្សាទៅលើ2ភាសាដែរភាសាបារាំងផងអង់គ្លេសផងដែលពីភាសានេះគឺវាមានលក្ខណៈស្តៀងគ្នាមែនទែនអញ្ចឹងបើផ្អែកតាមបទពិសោធន៍របស់បងផ្ទាល់តើបងមានភាពច្បូកច្បល់ឬក៏វល់ក្នុងការប្រើប្រាស់ភាសាទាំងពីរនេះទេពេលខ្លះក៏មានភាពច្បូកច្បល់ដែរនៅពេលដែលយើងរៀនភាសាច្រើនក្នុងពេលតែមួយហើយពេលខ្លះខ្ញុំនឹងអាចផ្លេចវេយ្យាករណ៍ឬក៏ពាក្យអីផ្សេងដោយសារពីភាសានោះវាស្តៀងគ្នាអញ្ចឹងហើយតែការប្រើប្រាស់វាខុសគ្នាអញ្ចឹងទាំងអស់នេះគឺជាភាពច្បូកច្បល់របស់ខ្ញុំអូខេអញ្ចឹងក្នុងការដោះស្រាយភាពច្បូកច្បល់ទៅលើការប្រើប្រាស់រវាងបារាំងនិងអង់គ្លេសកុំឲ្យវាជន់គ្នាឬក៏វល់ជាមួយគ្នាអំឡុងពេលដែលយើងរៀនហ្នឹងតើបងអូនមានវិធីសាស្ត្របែបណាដែរសម្រាប់ខ្ញុំគឺជាការអនុវត្តឲ្យបានជាប្រចាំដើម្បីឲ្យខ្ញុំនឹងចងចាំបានល្អហើយធ្វើឲ្យខ្ញុំនឹងកាត់បន្ថយភាពច្បូកច្បល់ផងដែរអូខេបើបបទៅលើអារម្មណ៍របស់បងវិញនៅពេលដែលកំពុងតែរៀនអង់គ្លេសសក់ៗនឹកឃើញបារាំងហើយរៀនបារាំងសក់ៗនឹកឃើញអង់គ្លេសអញ្ចឹងណាតែអារម្មណ៍ពេលហ្នឹងមិនដែរមានអារម្មណ៍ថាវល់ហើយ stress មែនតើអូខេហ្នឹងហើយអញ្ចឹងវិធីកាត់បន្ថយភាពច្បូកច្បល់វល់ហ្នឹងដូចបងមកលើកឡើងមុនហ្នឹងអញ្ចឹងនឹងក៏ជាវិធីសាស្ត្រល្អមួយយ៉ាងដែរតែបើផ្អែកតាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ក្នុងការដោះស្រាយទៅលើភាពច្បូកច្បល់ឬក៏វល់ចិនគ្នាហ្នឹងនៅពេលថាយើងរៀនបារាំងបើជានឹកឃើញអង់គ្លេសការរៀនអង់គ្លេសបើជានឹកឃើញបារាំងគឺទី1គឺនៅពេលដែលយើងរៀនបើថាយើងរៀនភាសាបារាំងគេត្រូវប្រាប់ខ្លួនឯងប្រាប់អារម្មណ៍ខ្លួនឯងថាកុំគិតចេញអង់គ្លេសសោះទោះបីជាឃើញពាក្យនឹងស្តៀងគ្នាក៏ដោយហើយបើយើងរៀនអង់គ្លេសវិញក៏ដូចគ្នាដែរកុំឲ្យគិតឃើញចេញបារាំងសោះព្រោះតែកាលណាយើងគិតឃើញយើងច្បាស់ជាយកថានឹងវាដូចគ្នាប៉ុន្តែតាមពិតទៅភាសាទាំងពីរហ្នឹងពាក្យខ្លះអាចដូចគ្នាប៉ុន្តែអត្ថន័យក៏ដូចគ្នាទេហើយយ៉ាងមួយទៀតហ្នឹងគឺការអានអាចនឹងខុសគ្នាដែរព្រោះការបញ្ចេញសលេងរវាងពីរភាសាហ្នឹងគឺវាមានលក្ខណៈខុសគ្នាច្រើនដែរនិយាយទៅខុសគ្នាស្ងដាច់ហ្មងហ្នឹងហើយមួយទៀតហ្នឹងគឺថាដើម្បីជៀសវាងភាពច្បូកច្បល់ឲ្យបានច្រើនគឺយើងបន្តរៀនថ្មីឲ្យកម្រិតយើងខ្ពស់ព្រោះថាកាលណាយើងរៀនកម្រិតដំបូងទាំងបារាំងផងអង់គ្លេសផងច្បាស់ណាស់ថាយើងមិនទាន់អាចគ្រប់គ្រងទៅលើវាទេអញ្ចឹងវានឹងផ្ដល់ផលរំខានមកយើងអាហ្នឹងខ្ញុំគិតថាជាអ្វីទូទៅដែលអ្នករៀនពីភាសារវាងបារាំងអង់គ្លេសតែងតែជួបប្រទះសូម្បីតែខ្ញុំក៏ដូចគ្នាដែរនៅពេលខ្ញុំរៀនវាដំបូងក៏មានបញ្ហានឹងដូចគ្នាដែរប៉ុន្តែដូចបានលើកឡើងមតិវិធីសាស្ត្ររបស់បងអូនហើយនិងវិធីសាស្ត្រខ្ញុំលើកឡើងមុននឹងអញ្ចឹងអ្នកនរគ្នាអាចយកវិធីសាស្ត្រទាំងអស់ហ្នឹងទៅអនុវត្តបានដើម្បីជៀសវាងពីភាពច្បូកច្បល់ដើម្បីពង្រឹងភាសាបរទេសយើងទាំងពីរហ្នឹងឲ្យកាន់តែល្អប្រសើរនិងកាន់តែឆ្ពោះទៅមុខបានថែមមួយកម្រិតទៀតផងដែរចឹងជាចុងក្រោយសម្រាប់អូនមានជាមតិយោបល់អីសម្រាប់ទៅកាន់ទស្សនិកជនរបស់យើងជាពិសេសសិស្សដែលត្រៀមបាក់ឌុបហ្នឹងហើយក៏ដូចជាគាត់នឹងត្រៀមចូលប្រឡងចូលតិចណូឬក៏ប្រឡងចូលសាកលវិទ្យាល័យផ្សេងៗសម្រាប់អូនមានជាមតិយោបល់អីបែបណាដែរ
ជាចុងក្រោយខ្ញុំចង់ផ្ញើសារទៅកាន់អ្នកនរគ្នាថាកុំខ្លាចក្នុងការរៀនអ្វីៗដែលថ្មីជាពិសេសគឺភាសាបរទេសហើយនិងចំណេះដឹងថ្មីៗក៏ជួយឲ្យអ្នកនរគ្នាផ្ដល់ឱកាសដល់គ្នាច្រើនខ្លាំងមែនតើមិនថាការសិក្សាអាហារូបករណ៍ឬក៏ការងារអញ្ចឹងការរៀនអ្វីដែលថ្មីដូចជាភាសាថ្មីៗភាសាបារាំងភាសាអង់គ្លេសយើងរៀនឲ្យស្ទាត់ជំនាញទៅគឺផ្ដល់សារៈសំខាន់ឲ្យយើងច្រើនខ្លាំងមែនតើហើយចង់ឲ្យអ្នកគ្នាប្រឹងប្រែងខិតខំរៀនសូត្រដើម្បីទទួលបានលទ្ធផលល្អនាពេលអនាគតជាសំខាន់គឺយើងធ្វើតាមបេះដូងរបស់យើងដើរតាមគោលដៅរបស់យើងធ្វើធ្វើវាឲ្យខ្លាចជាការពិតនៅអនាគតយើងនឹងរីកចម្រើនផងដែរអញ្ចឹងជាចុងក្រោយគឺអរគុណបងច្រើនមែនទែនដែលបានចំណាយពេលវេលាចូលរួមកម្មវិធី podcast ឬក៏ Ami Talk របស់យើងជាចុងក្រោយសូមអរគុណអ្នកដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយសម្រាប់បងប្អូនសិស្សនិស្សិតដែលចង់សិក្សាភាសាបារាំងនិងភាសាអង់គ្លេសអ្នកទាំងអស់គ្នាអាចចុះឈ្មោះចូលរៀននៅជំនួយ Ami បានជាមួយនឹងតម្លៃសិក្សាដ៏សមរម្យបំផុតនៅក្នុងទីក្រុងភ្នំពេញហើយការវិទ្យាសាស្ត្រភាសាបរទេសអ្នកគ្នាអាចចុះឈ្មោះចូលរៀននៅជំនាញរចនាផ្សេងៗទៀតផងដែរដូចជាជំនាញស្ថាបត្យកម្មនិងជំនាញ graphic design ហើយសម្រាប់ការសិក្សាចំនួន2មុខវិជ្ជាអ្នកគ្នានឹងទទួលបានការចំណាយចំនួន 10% ផងដែរអញ្ចឹងសម្រាប់វីដេអូនេះគឺយើងមានតែប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត Follow For more, don't forget to like. Bye bye.